សូមក្រាបថ្វាយបង្គំព្រះថេរានុថេរៈគ្រប់ព្រះអង្គសូមគោរពសម្ដេចទ្រង់អាដាមលោកជំទាវអស់លោកស្រីនាងកញ្ញានិងអ្នកសារព័ត៌មានទាំងអស់ជាទីគោរពនិងជាទីមេត្រីខណៈនេះក្រុមអ្នកនាំពាក្យក្រសួងមហាផ្ទៃសូមធ្វើសេចក្តីសង្ខេបព័ត៌មានស្តីពីផលប៉ះពាល់តំបន់ស៊ីវិលនិងប្រជាពលរដ្ឋស៊ីវិលកម្ពុជាដោយសារតែអំពើឈ្លានពានរបស់ភាគីថៃលើដែនអធិបតេយ្យកម្ពុជាពីម៉ោង 7 ព្រឹករហូតដល់ម៉ោង 1 រសៀលថ្ងៃទី 23 ខែធ្នូឆ្នាំ 2025 ទី 1 ខេត្តឧត្តរមានជ័យយោធាថៃនៅតែបន្តវាយប្រហារឈ្លានពានលើកម្ពុជាដោយផ្លោងគ្រាប់កាំភ្លើងធំចូលជ្រៅចម្ងាយប្រមាណជា20ទៅ30គីឡូម៉ែត្រលើតំបន់ប្រាសាទតាមាន់ធំប្រាសាទតាក្របីថ្មដូនស្រុកបន្ទាយអំពិលនិងក្រុងសំរោងខេត្តព្រះវិហារយោធាថៃបន្តវាយប្រហារលើកម្ពុជាចាប់ពីតំបន់អានសេះតំបន់ប្រាសាទព្រះវិហាររហូតដល់តំបន់មុំ3និងតំបន់ស៊ីវិលផ្សេងទៀតខេត្តបន្ទាយមានជ័យយោធាថៃបន្តវាយប្រហារឈ្លានពានលើកម្ពុជាដោយបានបាញ់រះនិងផ្លោងគ្រាប់ចូលភូមិជោគជ័យនិងភូមិព្រៃច័ន្ទឃុំអូបេជាន់ស្រុកអូជ្រៅយោធាថៃឈ្លានពានលើកម្ពុជាដោយផ្លោងគ្រាប់និងប្រើប្រាស់ដ្រូនទម្លាក់គ្រាប់ចូលក្នុងភូមិសាស្ត្របឹងត្រកួនភូមិបន្ទាយមានរិទ្ធឃុំគោករមៀតស្រុកថ្មពួកយោធាថៃបន្តឈ្លានពានលើកម្ពុជាដោយផ្លោងគ្រាប់ជាច្រើនចូលភូមិគោកខ្វៅឃុំស្វាយជែកស្រុកស្វាយជែកយោធាថៃបន្តវាយប្រហារឈ្លានពានលើកម្ពុជាដោយផ្លោងគ្រាប់ចូលភូមិថ្មសិនភូមិសូរិយាសង្កាត់និមិត្តនិងសង្កាត់អូរឫស្សីក្រុងប៉ោយប៉ែតដែលសុទ្ធសឹងតែជាតំបន់ស៊ីវិលប្រជាពលរដ្ឋស្លូតត្រង់រស់នៅជាអចិន្ត្រៃយ៍ប្រកបមុខរបរបំពេញភារកិច្ចកិច្ចការនិងអាជីវកម្មផ្សេងផលប៉ះពាល់គឺបណ្ដាលឲ្យផ្ទះបងប្អូនប្រជាពលរដ្ឋស៊ីវិលចំនួន1ខ្នងខូចខាតនៅភូមិតាបែនឃុំតាបែនស្រុកស្វាយជែកបាទខេត្តពោធិ៍សាត់នៅច្រកជ័យជំនះកម្លាំងថ្មើរជើងរថពាសដែករថក្រោះរបស់ថៃនៅបន្តឡោមព័ទ្ធសំណង់អគារនិងក្រុមហ៊ុនឯកជនក៏ប៉ុន្តែវីរៈយុទ្ធជនជួរមុខរបស់កម្ពុជាស្ថិតនៅលើដែនអធិបតេយ្យរបស់ខ្លួនដើម្បីទទួលនៅបទបញ្ជានៅក្នុងការអនុវត្តក្នុងស្ថានភាពតម្រូវការនិងចំពោះមុខកើតឡើងជារួមគឺសភាពការស្ថិតនៅក្នុងនៃការប្រុងប្រយ័ត្នខ្ពស់បាទខេត្តបាត់ដំបងសូមអនុញ្ញាតរំលឹកទៅនៃរំលងអត្រាបន្តិចបាទគឺនៅវេលាម៉ោង 1:25 នាទីទៀបភ្លឺយោធាថៃបានផ្លោងគ្រាប់120មីលីម៉ែត្រចំនួន13គ្រាប់ចេញពីចំណុចក្រោយប៉ុស្តិ៍06ប្រហែលជា800ម៉ែត្រភូមិខៅឆងខេបឃុំខ្លងហាតស្រុកខ្លងហាតខេត្តស្រះកែវធ្លាក់ចូលក្នុងដីកម្ពុជាម្ដុំប៉ុស្តិ៍ព្រំដែនកូនភ្នំភូមិកូនភ្នំខាងជើងឃុំតាស្ដាស្រុកសំពៅលូននិងម្ដុំប៉ុស្តិ៍គីឡូ13ភូមិគីឡូ13ឃុំសន្តិភាពស្រុកសំពៅលូនបណ្ដាលឲ្យមានការខូចខាតសំណង់អគាររដ្ឋចំនួន1កន្លែងហើយមកដល់ម៉ោង 9:30 នាទីព្រឹកនេះគឺរហូតមកដល់ម៉ោង 10:25 នាទីព្រឹកនេះយោធាថៃបានផ្លោងគ្រាប់ចូលចំណុចភ្នំ53ក្នុងភូមិភ្នំព្រឹកឃុំភ្នំព្រឹកស្រុកភ្នំព្រឹកចំនួនប្រមាណជា20គ្រាប់នៅវេលាម៉ោង 11 ព្រឹកនេះគឺថាយោធាថៃបានផ្លោងគ្រាប់ចូលទឹកដីកម្ពុជាចំនួន11គ្រាប់នៅម្ដុំភូមិគីឡូលេខ9ឃុំជ្រៃសីមាស្រុកសំពៅលូនហើយសភាពការតាមព្រំដែនគឺស្ថិតនៅក្នុងសភាពប្រុងប្រយ័ត្នទោះបីជាភាគីថៃបន្តផ្លោងមកលើទឹកដីកម្ពុជាយ៉ាងណាក៏ដោយបាទផលប៉ះពាល់គឺបណ្ដាលឲ្យខូចខាតអគាររដ្ឋចំនួន1ខ្នងខេត្តកោះកុងវិញគឺសភាពការស្ថិតនៅក្នុងសភាពប្រុងប្រយ័ត្នខ្ពស់ដូចគ្នាដែរខេត្តបៃលិនគឺស្ថិតនៅក្នុងសភាពស្ងប់ស្ងាត់ពាក់ព័ន្ធទៅនឹងនៃផលប៉ះពាល់លើតំបន់ស៊ីវិលនិងជនស៊ីវិលកម្ពុជាដោយសារតែអំពើឈ្លានពានរបស់ភាគីថៃលើដែនអធិបតេយ្យកម្ពុជាចាប់ពីម៉ោង 7 ព្រឹករហូតដល់ម៉ោង 1 រសៀលថ្ងៃទី 23 ខែធ្នូឆ្នាំ 2025 នេះគឺករណីបងប្អូនប្រជាពលរដ្ឋស្លាប់និងរបួសថ្មីគឺគ្មានទេប៉ុន្តែបើគិតសរុបពីថ្ងៃទី 7 ខែធ្នូរហូតមកដល់ពេលនេះគឺមានពលរដ្ឋស្លាប់ចំនួន21នាក់និងរបួសចំនួន83នាក់ករណីពលរដ្ឋនៅជំរុំសុវត្ថិភាពគិតសរុបចាប់ពីថ្ងៃទី 7 ខែធ្នូមកមានជនភៀសសឹកសរុបចំនួន 547,909 នាក់ក្នុងនោះមានស្ត្រីចំនួន 286,992 នាក់និងកុមារចំនួន 17,557 នាក់តួលេខនេះអាចមានការប្រែប្រួលជាបន្តបន្ទាប់អាស្រ័យទៅលើស្ថានភាពអាស្រ័យទៅលើកលៈទេសៈស្ថានភាពនិងការផ្លាស់ប្ដូរទីតាំងរបស់បងប្អូនដែលជាជនភៀសសឹក
ដោយឡែកចំពោះការបំផ្លិចបំផ្លាញហេដ្ឋារចនាសម្ព័ន្ធរូបវន្តស៊ីវិលថ្មីគឺចាប់ពីម៉ោង 7 ព្រឹករហូតដល់ម៉ោង 1 រសៀលនេះគឺរកឃើញថាមានការខូចខាតផ្ទះរបស់បងប្អូនស៊ីវិលចំនួន1ខ្នងនៅខេត្តបន្ទាយមានជ័យនិងអគាររដ្ឋមួយកន្លែងនៅខេត្តបាត់ដំបងហើយសរុបគិតចាប់ពីថ្ងៃទី 7 ខែធ្នូមកការខូចខាតសរុបមានផ្ទះបងប្អូនប្រជាពលរដ្ឋចំនួន 119 ខ្នងសាលារៀន 5 ទីតាំងមណ្ឌលសុខភាព 3 ទីតាំងផ្សារ 1 កន្លែងបង្គោលអង់តែនទូរស័ព្ទ 2 កន្លែងប្រាសាទបុរាណ 1 ចំនួនវត្តចំនួន 5 ទីតាំងសាលាឆទាន 1 កុដិព្រះសង្ឃ 1 អគារគយនិងរដ្ឋកោ 1 អគារឯកជន 13 ទីតាំងអគាររដ្ឋ 12 ខ្នងសន្តាគារ 5 ទីតាំងមណ្ឌលកសិកម្មសហគមន៍ 1 ផ្លូវ 2 កន្លែងស្ពានថ្ម 2 កន្លែងស្ពានដែក 1 ស្ពានបុរាណ 1 ក្បាលស្ពាន 1 ស្ថានីយ៍ប្រេងឥន្ធនៈ 1 មធ្យោបាយដឹកជញ្ជូន 28 គ្រឿងឃ្លាំងរថយន្ត 1 និងឃ្លាំងទិញដំឡូង 1 មកដល់ពេលនេះគឺមានបងប្អូនប្រជាពលរដ្ឋខ្មែរយើងជាងកន្លះលាននាក់ហើយរួមទាំងស្ត្រីនិងកុមារកំពុងតែរងទុក្ខទោសវេទនាលំបាកដោយសារតែការឈ្លានពានពីសំណាក់រដ្ឋាភិបាលនិងយោធាថៃហើយពួកគេបានបង្ខំចិត្តចាក់ចោលផ្ទះសម្បែងនិងសាលារៀនដើម្បីគេចពីគ្រាប់ផ្លោងគ្រប់ប្រភេទតូចធំនិងការទម្លាក់គ្រាប់ពីយន្តហោះ F16 របស់ថៃដែលបំផ្លាញផ្ទះសម្បែងភូមិបករបស់ពួកគេជាបន្តបន្ទាប់មកក្នុងពេលវរៈយុទ្ធជនកម្ពុជាបានកំពុងប្រយុទ្ធការពារបូរណភាពទឹកដីយ៉ាងអង់អាចជាងជ័យកិច្ចប្រជុំពិសេសរដ្ឋមន្ត្រីការបរទេសអាស៊ានស្ដីពីស្ថានភាពបច្ចុប្បន្នកម្ពុជាថៃនៅប្រទេសម៉ាឡេស៊ីក៏បានបញ្ចប់ដោយចេញសេចក្តីថ្លែងការណ៍ពិសេសគូបញ្ជាក់ពីលទ្ធភាពឈានទៅអនុវត្តបទជុបបាញ់និងសេចក្តីថ្លែងការណ៍រួមស្ដីពីសន្តិភាពកម្ពុជាថៃឡើងវិញក្រសួងមហាផ្ទៃនៃរាជរដ្ឋាភិបាលកម្ពុជាសូមគាំទ្រការស្វាគមន៍របស់រដ្ឋមន្ត្រីក្រសួងការបរទេសអាស៊ានចំពោះកិច្ចខិតខំប្រឹងប្រែងឈានទៅបន្តអនុវត្តបទឈប់បាញ់និងការបញ្ចប់អរិភាពឡើងវិញរវាងប្រទេសទាំងពីរដោយចំណុចទី9ដែលបានបញ្ជាក់ពីការត្រៀមរៀបចំកិច្ចប្រជុំគណៈកម្មការព្រំដែនទូទៅ JBC នៅថ្ងៃទី 24 ខែធ្នូខាងមុខនេះដើម្បីពិភាក្សាអំពីការអនុវត្តនិងការផ្ទៀងផ្ទាត់បទឈប់បាញ់យើងមានសុទិដ្ឋិនិយមថាភាគីថៃនឹងមានភាពស្មោះត្រង់ដើម្បីឈានទៅអនុវត្តបទឈប់បាញ់ឲ្យបានពេញលេញស្របតាមវត្ថុបំណងរបស់សហគមន៍អាស៊ានក្រសួងមហាផ្ទៃមានមោទនភាពចំពោះកូនខ្មែរគ្រប់រូបដែលវិញស្មារតីប្រគាកស្មាគាំទ្រយុទ្ធសាស្ត្រការពារជាតិរបស់សម្ដេចតេជោហ៊ុនសែននិងសម្ដេចធិបតីហ៊ុនម៉ាណែតមហាកម្លាំងសាមគ្គីនេះបានផ្ដល់នូវធម៌ពលដ៏មហិមាជូនវីរៈយុទ្ធជនជួរមុខមានកងយុទ្ធពលខេមរៈភូមិន្ទនិងនគរបាលការពារព្រំដែនដែលកំពុងប្រយុទ្ធការពារបូរណភាពទឹកដីយ៉ាងជាងជ័យសូមជនរួមជាតិបន្តពង្រឹងស្មារតីព្រលឹងខ្មែរតែមួយនេះឲ្យបានថិតថេរជានិរន្តរ៍ខ្ញុំកណ្ណាខ្ញុំសូមអនុញ្ញាតបញ្ចប់សូមក្រាបថ្វាយបង្គំលានិងសូមគោរពលា